សិក្សាអំពីរូបមន្ត if if គឺរូបមន្តរកតាមលក្ខខណ្ឌ syntax បាទអញ្ចឹងទី1គឺយើងវាយស្មើ if រួច logical test ហើយ value ប្រសិនបើត្រឹមត្រូវរួចហើយ value ប្រសិនបើខុសពីលក្ខខណ្ឌហ្នឹងតោះអញ្ចឹងយើងមើលការអនុវត្តយើងមើលទី1គឺយើងវាយទិន្នន័យប៉ុណ្្នឹងឲ្យបានសិនមកបន្តមកទៀតគឺយើងមើលក្នុងនេះ answer if នេះគឺយើងយក cursor ដាក់ត្រង់កន្លែងហ្នឹងអញ្ចឹងទី1គឺយើងវាយស្មើរួច by i f តមកទៀតគឺយើងបើកវងកញ្ចក់រួច select លើបាទ logical test ហ្នឹងគឺបន្ទុក80នឹងឯងរួចយើងវាយថាធំជាងឬស្មើបាទអញ្ចឹងលក្ខខណ្ឌខាងក្រោមគឺធំជាងឬស្មើនឹង50បាទយើង comma មួយមករួចបើកបាទ double apostrophe រួចវាយពាក្យ pass ចូលហើយបិទ double apostrophe វិញបាទ comma មករួចគឺយើងវាយតទៀត if តទៀតបើកវងកញ្ចក់រួច select លើបាទ logical test ហ្នឹងគឺបាទ80ហ្នឹងតបមកទៀតគឺយើងវាយសញ្ញាតូចជាង50វិញ comma មករួចគឺយើង VA double apostrophe រួចវាយពាក្យ file រួចបិទ double apostrophe បាទរួចយើងមិនបាច់វាយបិទវងកញ្ចក់ក៏បានដែរ enter យកតែម្ដងរួចចុចពាក្យ yes បាទអញ្ចឹងទិន្នន័យយើងគឺចេញមកហើយគឺយើងកំណត់តាមលក្ខខណ្ឌនេះមានន័យថាបើបន្ទុកវានេះធំជាងឬស្មើ50ឲ្យ pass តែបើតូចជាង50វិញឲ្យ fail អញ្ចឹងចម្លើយចេញហើយគឺយើង select ឲ្យចេញសញ្ញាលេខបូកខ្មៅបែបនេះរួច click ឲ្យជាប់រួចអូសចុះក្រោមតែម្ដងបាទអញ្ចឹងចេញមកហើយឬយើងមើលរបៀបអូសទី2គឺយើងមិនចាំបាច់ click ឲ្យអូសទេគឺយើង double click លើនឹង2ដងតែម្ដងណាឬរបៀបទី3គឺយើងមើលយើងបាទ select ជួរក្រោមនឹងទាំងអស់តែម្ដងរួចចុច Control D នេះចេញដូចគ្នាឬក៏របៀបមួយទៀតគឺស្រួលជាងនឹងទៀតគឺយើងគ្រាន់តែ select លើហ្នឹងមករួចចុចពាក្យ copy បន្តមកទៀត select cell ខាងក្រោមមករួចចុច enter តែម្ដងណាចេញដូចគ្នាអញ្ចឹងយើងចេះបានច្រើនរបៀបហើយអញ្ចឹងក្នុងនេះមានន័យថាយើងទៅសេលក្ខខណ្ឌ if នេះបែបប្រសិនបើបាទ C2 ហ្នឹងគឺតំណាងឲ្យបន្ទុកហ្នឹងវាធំជាងឬស្មើ50ចេញ pass តូចជាង50ចេញ fail អញ្ចឹងយើងមើលបន្ទុកនេះ80ធំជាង pass 90ធំជាង pass 40តូចជាងឃើញចេញ fail មកតែម្ដងបាទឬក៏យើងអាចទៅសេមើលមករបៀបទៀតគេសេលឿនយ៉ាងណាគឺស្មើរួចយក IF បើកមកចកស្លេចលេខ cell 80ហ្នឹងមកវាធំជាងឬស្មើ50 comma មកគឺយើងវាយពាក្យបាទ pass តមកទៀតគឺ comma ហើយយើងមិនបាច់ say if ទេគឺយើងវាយពាក្យ fail តែម្ដងហើយបិទមកវិញមករួច enter តែម្ដងអញ្ចឹងយើងមើលចម្លើយចេញដូចគ្នាពីរនេះអញ្ចឹងខុសគ្នាត្រង់ណាយើងមើលលក្ខខណ្ឌទី1យើងសេលក្ខខណ្ឌបាទ true ចប់ហើយមិនយើងសេបាទ false តែយើងមើលលក្ខខណ្ឌទី2នេះគឺយើងសេតែ true មួយមកបានហើយផ្ទុយពីលក្ខខណ្ឌហ្នឹងទាំងអស់ឲ្យចេញ fail មកតែម្ដងអញ្ចឹងយើងមើលក្នុងលក្ខខណ្ឌ2នេះបើយើងវាអញ្ចឹងគឺទិន្នន័យដូចគ្នាព្រោះទិន្នន័យយើងគឺចេញប៉ុណ្ណឹង